ទេសចិនប្តឹងទៅ WTO ប្រឆាំងទៅនឹងសហរដ្ឋអាមេរិកជុំវិញការយាយីរឿងការដំឡើងពន្ធដោយដែលទូរទស្សន៍ CCTV គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ថាក្រសួងពាណិជ្ជកម្មបានដាក់លិខិតមួយទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ដើម្បីប្រឆាំងទៅនឹងការយកពន្ធរបស់សហរដ្ឋអាមេរិកដែលប្រទេសចិនបញ្ជាក់ថាវាជាការរំលោភទៅលើច្បាប់របស់ WTO ហើយពន្ធបន្ថែម 50% លើទំនិញរបស់ចិនកាន់តែបញ្ជាក់បន្ថែមថាជំហររបស់សហរដ្ឋអាមេរិកវាគឺជាការគំរាមកំហែងកន្លងមកអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើការអំពាវនាវដល់សហរដ្ឋអាមេរិកបញ្ឈប់អកប្បកិរិយាក្រអឺតក្រទមនិងការសម្លុតដោយបញ្ជាក់ផងដែរថាប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ដោះស្រាយបញ្ហាតាមរយៈការសន្ទនានិងការចរចាគួរតែបង្ហាញអកប្បកិរិយាគោរពគ្នាទៅវិញទៅមកទៅលើសមត្ថភាពហើយមើលផលប្រយោជន៍ទៅវិញទៅមកជាមុនសិនក៏ប៉ុន្តែប្រសិនបើអ្នកនៅតែប្រងើយកន្តើយចំពោះផលប្រយោជន៍របស់ប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិហើយទទូចឲ្យបន្តសង្គ្រាមពាណិជ្ជកម្មនោះប្រទេសចិនប្រកាសជាធ្វើការសងសឹកផងដែរ